ថ្ងៃហ្នឹងខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើត Windows Server នៅក្នុង VMware អញ្ចឹងនេះ VMware របស់ខ្ញុំ Pro 2000គឺជាអត់ដឹងទេតែដឹងសំខាន់វា Pro អញ្ចឹងការតម្លើង VMware Server file server អញ្ចឹងយើងចូលមកកន្លែង Home នេះមកបន្តមកទៀតយើងចុច Create New VMware នេះកន្លែងនេះណាហើយយើងចុចពចលើវាមកបន្តមកមានកន្លែងពីរហ្នឹងដែលយើងត្រូវជ្រើសរើសប៉ុន្តែខ្ញុំជាទូទៅខ្ញុំប្រើតែទីមួយនេះទេអញ្ចឹងយើងចុច next ទៀតមកបន្តមកទៀតកន្លែងនេះយើងត្រូវតែបង្កើតឬក៏រក file OS អញ្ចឹង file OS ខ្ញុំមានអញ្ចឹងដាក់នៅកន្លែង down អញ្ចឹង file OS នេះគឺ VMware 2016របស់ខ្ញុំទេខ្ញុំតម្លើងអត់ធ្ងន់ទេតម្លើងស្រាលធ្ងន់ទេអញ្ចឹងខ្ញុំបិទវាហើយខ្ញុំចុច next តទៀតអូខេបន្តមកទៀតពីកន្លែងនេះគឺឃើញអីទេឃើញ file Windows Server 2016អូខេអញ្ចឹងកន្លែងនេះគឺកន្លែងណាមួយដែលយើងត្រូវសំខាន់ដែរព្រោះដើម្បីងាយស្រួលទុកទិន្នន័យអញ្ចឹងខ្ញុំដាក់ក្នុង drive D ព្រោះ drive D ខ្ញុំសល់ច្រើនអញ្ចឹង drive D ខ្ញុំសល់ច្រើនអញ្ចឹងខ្ញុំដាក់ឬក៏ខ្ញុំ mouse click ស្ដាំទៅវាទៅឬក៏ចុច new មកកើតថាអឺ server 2016អូខេយើងចុចអូខេមកអូខេវាមានហើយ server 2016វាមានហើយនេះវាមាន server 2016អូខេតោះមកយើងចុច port អូខេ server 2016តោះមកចុច next វាអត់បានទេកន្លែងនេះអត់បានដោយសារតែយើងដាក់អក្សរធំអញ្ចឹងយើងដាក់លើនេះមកក៏ពិបាកដាក់លើនេះមកអូខេ next ដឹងទៅហើយអូខេ continue confirm អូខេកន្លែងនេះខ្ញុំយកឲ្យលើទៀតហើយ memory យកតាមអ្នកទាំងអស់គ្នាត្រូវការទៅប៉ុន្តែខ្ញុំយកតែប៉ុណ្្នឹងបានហើយខ្ញុំយកច្រើនពេកអូខេអាចធ្វើឲ្យកុំព្យូទ័រនេះទីមកអូខេតោះអញ្ចឹងកន្លែងនេះដែរបើចំពោះកន្លែងនេះវិញគឺយើងត្រូវចូលមកកន្លែង data នេះម្ដងទៀតអូខេបន្តមកទៀតនេះនេះមកដើម្បីយើងដាក់ file នឹងចូលfile នឹងចូលហើយវាមានច្រើនកន្លែងដែរចាំមកយើងចុចអូខេអូខេបន្តមកទៀតវាឃើញបែបនេះអញ្ចឹងយើងចុច start មកអូខេអញ្ចឹងយើងរងចាំវាបន្តិចសិនទៅអូខេយើងរងចាំវាបន្តិចសិនទៅនៅក្នុងតន័យខ្ញុំត្រូវការទំហំវាដោយសារតែទំហំធំពេកទេខ្ញុំទួយពេកអញ្ចឹងខ្ញុំត្រូវការទំហំវាតិចសិនទៅអូខេទំហំគោបាក់ទាញចុះទាញឡើង screen full screen កន្លែងនេះគឺ full screen តែម្ដងអូខេតោះអញ្ចឹងកន្លែងនេះគឺ full screen តែម្ដងហើយស្រួលមើលបន្តមកទៀតពេលនេះឃើញអ្នកនរគ្នាឃើញហើយគឺអឺ Windows Server 2016ដែលខ្ញុំដំឡើងនេះចុច next ទៀតមក next ហើយក៏ចុច install អូខេវាចូលទៅកាន់ setting របស់យើងហើយអូខេទៅនេះទៅនេះកន្លែងពេលដែលចេញមកយើងរងចាំចេញទៅនេះអញ្ចឹងយើងកុំខ្វល់អីច្រើនយើងអត់មាន key ទេ no key អូខេយើងអត់មាន key ទេអត់មាន key ដាក់ទេទោះបីយើងចុចនេះមកបន្តមកទៀតកន្លែងនេះអ្វីដែលខ្ញុំជ្រើសរើសខ្ញុំយកទី2អូខេទី2ហើយចុច next ទៀតចឹង next ឲ្យពងទៅហើយកំពុងគាំង error តិចតិចចឹងវាទៅហើយតមកកន្លែងនេះយើងចុចទៅនេះមកអូខេហើយចុច next អូខេទៅនេះយើងចុចលើមកយើងធ្វើក៏វិញទេ sorry ចុចខមមកខមហើយយើងចុច next អូខេកន្លែងនេះយើងចុចយក Chrome ហើយយើងរងចាំវាសិនទៅរងចាំវាសិនទៅឲ្យវាដើរគ្រប់អូខេពេលដែលយើងរងចាំវាអាប់ដេតរហូតមកដល់កន្លែងនេះអញ្ចឹងវាលោតបែបហ្នឹងមកហើយយើងចាំសិនទៅអូខេអញ្ចឹងវាលោតមកហើយចាំវាសិនទៅ
ខេអញ្ចឹងរឿងបន្ទាប់ពីយើងរងចាំវាឡើងយូរហើយចេញបែបហ្នឹងហើយចំពោះ password វិញយើងចង់ដាក់ក៏ដាក់ទៅហើយយើងត្រូវតែដាក់ឲ្យ strong បើចង់ដាក់អូខេបើអញ្ចឹងទៅអូខេដាក់ឲ្យខ្លាំងណា strong តិចទៅគឺ add បើអូខេតោះមកយើងចុច finish អូខេម្ដងទៀតអាចនឹងវាយខុស admin ទី3 admin ទី3អូខេមើលសិនតើខុសអូខេអញ្ចឹងពេលដែលយើងវាយ password ចូលត្រូវវាចេញបែបហ្នឹងអញ្ចឹងកន្លែងនេះយើងចុចតាមគេ control alt ហើយគេ delete អូខេអញ្ចឹងវាចេញមកបែបហ្នឹងអញ្ចឹងចេញមកបែបហ្នឹងយើងចុចមកគឺនេះ a admin 1 2 3អូខេចេញមកជាទម្រង់នេះជាទម្រង់ VMware ទេដែលជា VMware មួយដែលធ្វើឲ្យនិស្សិតមួយចំនួនរៀនស្រួលចំពោះការខ្វះខាតថវិការក PC ឬក៏មកសាកតេស្តរក PC មកតេស្តភិញរកគ្នាអញ្ចឹងគឺត្រូវហើយគឺបាច់ចំណងចឹងយើង refresh លើនឹងតិចមកគ្រាន់តែវាតឹងតិចនេះអញ្ចឹងWindows Server វាខុសប្លែកគ្នាត្រង់ថា Windows Server គឺវាចេញមកបែបហ្នឹងវាជា Windows ដែរប៉ុន្តែវានឹងដាក់ថាជា server យើងអត់ទាន់បានធ្វើអីនៅលើវាទេយើងនៅធ្វើអីនៅលើវាជាច្រើនទៀតអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាខុសឆ្គងសូមអធិស្ឋានហើយមួយទៀតនឹងការចាំយូរចាំជួបគ្នានៅវីដេអូក្រោយសូមអរគុណ